បាទសួស្តីបងប្អូនបាទចឹងជួបគ្នាម្ដងទៀតហើយបាទតាមរយៈវីដេអូដែលបង្ហាញពី Facebook profile គឺមិនមែនជា page ទេជា Facebook ដែលយើងច្នៃដូរ mode វាទៅជា professional mode បងប្អូនណាអូខេចឹងក្រោយពីខ្ញុំបានupload វីដេអូវែងៗ3 4 5វីដេអូហើយវីដេអូខ្លះវាបាន 4K 3K 2K 1K ក៏មានដែរហើយមានមួយចុងក្រោយដែលខ្ញុំបានផុសទៅគឺវាឡើងដល់ទៅ 40K ជាង 48K បងប្អូនអញ្ចឹងហើយបានមកដល់ថ្ងៃទី8ព្រឹកថ្ងៃទី8ខែ6ឆ្នាំ2021នេះ Facebook ក៏បានចេញនៅវាចេញនៅការអាប់ដេតមួយចំនួនមកដល់ខ្ញុំអូខេមកទៅវាតំណងថាគិតថាវានឹងមានផលល្អសម្រាប់យើងនៅពេលអនាគតខាងនេះអូខេចឹងសូមទស្សនាទាំងអស់គ្នាបាទអញ្ចឹងជាដំបូងបងប្អូនអាចចូលទៅក្នុង Facebook ណាអូខេចូល Facebook មកតមកទៀតបងប្អូនមានឃើញសញ្ញាត្រេឡើងលើ3ណាគេហៅថា column ឬក៏ graphic ហ្នឹងបងណាដូច graphic ចឹងទៅចុចលើនឹងក៏បានឬក៏ចុចលើរូបភាពយើងក៏បានដែរអូខេតមកទៀតយើងចុចលើ dashboard អូខេតមកទៀតបងប្អូនមិនបាច់ធ្វើអីវែងឆ្ងាយទេបងប្អូនចូលទៅក្នុង monetize តែម្ដងអូខេអញ្ចឹងអ្វីដែលប្លែកសម្រាប់ថ្ងៃទី8ខែ6ឆ្នាំ2026នេះគឺតើណាត្រង់វាមានពាក្យ average real watch time ហើយនឹង total view អូខេ on your content ដាក់ប៉ុណ្ណឹងហើយមកខាងក្រោមវាដាក់ថានេះមាន3ចំណុចទៀតណាមាន turn idea into real with edit ហើយមួយទៀតគឺ join the Facebook for creator group ហើយចុងក្រោយវាដាក់ថា concrete you are on the content monetization waitlist អូខេដែលកន្លងមកមិនដែលមានទេមានពេលដែលវីដេអូចុងក្រោយវារៀងទូគួរសមណាឡើងដល់40K ជាងមកបង 48K ហ្នឹងហើយ 48K ហើយកន្លងមកមានតែ 1K 2K 3K 4K ទេហើយចុងក្រោយវាឡើងដល់ 40K ជាងអញ្ចឹងណាទៅវាចេញពាក្យនេះមកនៅថ្ងៃទី8ខែ6ឆ្នាំ2026នេះឯងហើយបើសិនជាបងប្អូនចូលទៅទៀតឧបមាយើងចូលទៅកន្លែងនេះ content monetization របស់យើងនេះណាចូលឡើងហ្នឹងមកការដាំ like គឺវាមានតែខាងលើកន្លែង notification នឹងមួយហើយនឹង content monetization waitlist នឹងមួយក្រៅពីហ្នឹងគឺមានតែវីដេអូ creator ល្បីដែលគេយកមកផុសប្រាប់យើងណែនាំយើងប៉ុណ្ណឹងឯងក្រៅពីហ្នឹងគ្មានអីទៀតទេបងប្អូនណាហើយនេះមួយទៀតកន្លែង get help មានពាក្យ support home ហើយនឹង learn ហ្មងណាមានតែប៉ុណ្្នឹងឯងតែប៉ុណ្្នឹងគ្មានអីទេប៉ុន្តែមកដល់ថ្ងៃទី8នេះគឺវាចេញអាហ្នឹងមកទៀតចេញឲ្យយើងណាអូខេចេញអាហ្នឹងមកឲ្យយើងទៀតអញ្ចឹងយើងឃើញថាវាប្លែកហើយវាទំនងដែរអញ្ចឹងខ្ញុំគិតថា Facebook នេះមិនយូរមិនឆាប់អាចថានឹងថ្ងៃណាមួយទទួលបាន 2CM ខានទេអូខេទទួលបាន 2CM ខានណាបងប្អូនតែវាមិនដឹងថ្ងៃណាយើងនិយាយបន្តផុសឲ្យវាវីដេអូទាំងវាដើរតទៅទៀតអញ្ចឹងណាអញ្ចឹងអាចថានឹងទទួលបានក្នុងពេលណាមួយប៉ុន្តែបើតាមអ្នកជំនាញខ្លះដែលគាត់ធ្វើ Facebook page យូរហើយគាត់និយាយថារាល់ page ទាំងអស់នៅស្រុកខ្មែរដែលយើងទទួលបានពាក្យថា concrete you are on the content monetization waitlist យល់អត់គួរតែដាក់ admin នៅក្រៅប្រទេសទៅឆាប់ទទួលបាន 2CM គាត់និយាយអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាបទពិសោធន៍របស់គាត់ប្រហែលជាគាត់ធ្វើបានមែនអញ្ចឹងប្រហែលជាអាចអញ្ចឹងមែនគាត់ថាបានដែរខ្ញុំដំបូងខ្ញុំពេលដែលឮគាត់និយាយអញ្ចឹងខ្ញុំក៏ចាប់ដើមសម្រេចចិត្តទិញទូរស័ព្ទហើយយក page ទាំងអស់ដែលមានពាក្យ concrete ហ្នឹងឯងទៅដាក់នៅ admin នៅក្រៅប្រទេសទាំងអស់កំណត់តែធ្វើអញ្ចឹងណាបងប្អូនប៉ុន្តែឥឡូវគាត់ថាដល់ពេល Facebook profile មិនដឹងថាធ្វើមិនខ្ញុំដាក់នៅក្រៅប្រទេសខ្ញុំជឿដាក់នៅក្រៅប្រទេសនៅនឹងត្មងព្រោះឥឡូវវាជាប់ទូរស័ព្ទដែលយើងប្រើនៅក្នុងស្រុកមានធនាគារ QR របស់ធនាគារច្រើនចឹងខ្ញុំខ្ជិលញ៉ៃច្រើនទុកនៅនឹងមកអូខេសម្រាប់ page ប្រហែលជាអាចដាក់ទៅអញ្ចឹងបងណាអញ្ចឹងសម្រាប់បងប្អូនតើបងប្អូនមានការអាប់ដេតដូចខ្ញុំដែរអត់អញ្ចឹងណាបងប្អូនបើសិនជាមានឬក៏មិនមានអីបងប្អូនអាច comment ប្រាប់ខាងក្រៅមកអូខេបើសិនជាមានវាដូចគ្នាទេគិតថាវាជារឿងធម្មតាមិនអាចចម្លែកទេមែនទេបងប្អូនអូខេប៉ុន្តែបើសិនជាបងប្អូនមិនមានហើយខ្ញុំមានវាជារឿងដែលចម្លែកអញ្ចឹងណាបងប្អូន
ហើយទោះបីថាវាមិនទាន់ដឹងជាប្រយោជន៍ឬក៏លទ្ធផលយ៉ាងណាយ៉ាងណីនាពេលអនាគតក៏យើងសប្បាយចិត្តគ្រាន់តែដែរនៅឃើញយើងធ្វើវាចេញពាក្យរឿងល្អសម្រាប់យើងមានពាក្យខំក្រែតចឹងអីណាចឹងហើយយើងវាសប្បាយចិត្តតិចដែរបងប្អូនព្រោះការពីមុនអីយើងតែងតែស្ថិតនៅក្នុងគេហៅនេះ you are on the content monetization waitlist វាតែងតែនៅអញ្ចឹងរហូត 2CM គឺវាមិនងាយធ្លាក់ទេអត់ដែលមានពាក្យខំក្រែតទេអញ្ចឹងមានម្នាក់ស្រីគាត់ថាអញ្ចឹងដែរគាត់ថាឃើញតែអញ្ចឹងរាប់ខែរាប់ថ្ងៃឃើញតែអញ្ចឹងរហូតមិនដែលបានទេទាំងដែល follow របស់គាត់ហ្នឹងវាមានលើសពី 10k ទៅទៀតដល់11 12k អញ្ចឹងណាគាត់នៅតែមិនបាន 2CM ដែរគាត់និយាយអញ្ចឹងហើយខ្ញុំមើលវីដេអូគាត់វាឃើញថាมันមានមែនហ្នឹងវាអត់មាន 2CM ទេចំណែកខ្ញុំមានតែ 5.1k តែប៉ុណ្ណោះទេតែវាមានពាក្យហ្នឹងមកអញ្ចឹងចាំមើលតាលទ្ធផលថ្ងៃក្រោយវានឹងមានអីកើតឡើងតទៅទៀតណាអូខេបងប្អូនចាំមើលមកចាំវាដល់ 2CM ឲ្យយើងឆាប់ឬយ៉ាងណាអញ្ចឹងណាបងប្អូនណាសំខាន់ណាវីដេអូយើងផុសជានិច្ចកាលអញ្ចឹងទៅមានន័យថាមួយថ្ងៃពីរថ្ងៃយើងផុសអញ្ចឹងទៅដើម្បីឲ្យវាដំណើរការឲ្យវា active រហូតអញ្ចឹងណាបងប្អូនហើយយើងផុសហ្នឹងក៏បើវាមិនដើរក៏ពិបាកដែរតើវាដើរយ៉ាងដែរបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមិនមានឬក៏មានការអាប់ដេតដូចខ្ញុំអីអាចជួយ comment ខាងក្រៅបងប្អូនណាអូខេអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូន